វិទ្យាសាស្ត្រកាន់តែរីកចម្រើនក៏ប៉ុន្តែការទប់ស្កាត់និងកម្ចាត់ជំងឺ allergy ហាក់ដូចជាមិនងាយនឹងធ្វើបានណាស់នៅពេលបច្ចុប្បន្ននេះជំងឺ allergy ដែលមានអាការៈច្រើនប្លែកខុសៗពីគ្នាមានជាអាចកន្ទួលរមាស់កន្ទាលត្រអាកត្រអករលាកភ្នែកកណ្ដាស់ឬក៏ជាអាការៈហឺតឡាក់នោះបានក្លាយទៅជាជំងឺដែលកើតច្រើននិងញឹកញាប់ជាងគេទី4នៅលើពិភពលោកនេះបើតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក OMS ហើយក្នុងចំណោមអ្នកជំងឺ allergy សរុបនៅលើពិភពលោកទាំងអស់មានពាក់កណ្ដាលកើតជំងឺ allergy ផ្លូវដង្ហើមលើពីនេះទៅទៀតជំងឺ allergy ផ្លូវដង្ហើមគឺជាជំងឺរ៉ាំរ៉ៃសំខាន់ចម្បងមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃសំខាន់ដែលកើតទៅលើកុមារនិងក្មេងជំទង់ជាក់ស្ដែងនៅប្រទេសបារាំងជនជាតិបារាំងម្នាក់ក្នុងចំណោម3នាក់មានកើតជំងឺ allergy នេះហើយបើប្រៀបធៀបកាលពី40ឆ្នាំមុននោះវិញមានបណ្ដាជនបារាំងមិនដល់ 4% ផងដែលបានស្គាល់ជំងឺ allergy នេះកាលពីដើមសតវត្សទី20ក្នុងចំណោមមនុស្ស100នាក់មានមិនដល់ម្នាក់ផងដែលកើតមានអាការៈហៀសម្បោរក៏ប៉ុន្តែឥឡូវនេះសឹងនិយាយបានថាគ្រួសារណាក៏មានមនុស្សម្នាក់កើតជំងឺហៀសម្បោរអត់ឈប់នេះដែរគឺបានន័យថា1លើ5នាក់មានជំងឺ allergy ប្រទេសកម្ពុជាក៏មិនបានកិច្ចរួចពីបាតុភិបនេះដែរក៏ប៉ុន្តែបណ្ដាជនទូទៅមិនសូវចាប់អារម្មណ៍និងដោយសារមានការយល់ដឹងតិចតួចគួបផ្សំនឹងកត្តាជីវិតផងយើងតែងគិតថាវាគឺជាជំងឺធម្មតាហៀសម្បោរបន្តិចបន្តួចឬក៏រមាស់បន្តិចទៅវានឹងបាត់ទៅវិញហើយមេរោគទាំងអស់នោះវាអាចអស់អំណាចឬក៏អស់ឥទ្ធិពលឬក៏ថាអាការៈទាំងអំបានេះស្ដែងឡើងបណ្ដាមកពីការទាស់ចំណីបន្តិចបន្តួចជាញឹកញាប់បាតុភូតនៃជំងឺ allergy តែងតែលេចឡើងចំពោះកុមារក្រោមអាយុ5ឆ្នាំតាមរូបភាពប្លែកៗពីគ្នាដូចជារលាកច្រមុះហៀសម្បោរផ្ដាសាយរមាស់កន្ទួលនៅលើស្បែកតាអកកន្ទាលត្រអាកហឺតឡាក់និងឡាក់ហេតុអ្វីបានជាមានអាការៈទាំងនេះលេចឡើងដូចនេះនេះគឺបណ្ដាលមកពីប្រព័ន្ធការពារខ្លួនឈ្មោះថា immunoglobulinដែលមានភារៈប្រឆាំងនឹងសារធាតុ allergy ផ្ដើមមានវត្តមាននៅក្នុងសរីរាង្គកាយរបស់មនុស្សយើងម្យ៉ាងវិញទៀតនោះអាការៈសញ្ញា allergy វាប្រែសម្រួលនិងវិវត្តទៅតាមពេលវេលាឧទាហរណ៍ជាក់ស្ដែងទារកអាចមាន allergy ជាមួយនឹងទឹកដោះគោម្សៅឬក៏ជាមួយនឹងពងមាន់ពងទាដល់ធំបន្តិចវ័យចូលសាលាកុមារអាចកើត allergy នឹងរោមសត្វឆ្មាឬក៏ធំអងធូលីឡាallergy នឹងលំអងផ្កាឬក៏ជាមួយនឹងផ្សែងហៀសម្បោរច្រើនតែឡើងនៅចំពោះកុមារធំឬក៏មនុស្សវ័យជំទង់យ៉ាងយូរបំផុតចំនួនមនុស្សកើតរោគ allergy មានកាន់តែច្រើនឡើងនិងកាន់តែញឹកញាប់ឡើងនេះក៏ព្រោះតែពិភពលោកមានការប្តូរផ្លាស់របៀបរបបរស់នៅក្នុងសង្គមការបំពុលបរិស្ថានមិនត្រឹមតែរំខាននិងបំផ្លាញធម្មជាតិទេតែសុខភាពរបស់មនុស្សយើងក៏ទទួលផលប៉ះពាល់បន្តិចដែរហៀសម្បោរឬក៏ស្គៀបរមាស់កន្ទួលនៅលើស្បែកពិតជាមិនមានអ្វីគួរឲ្យព្រួយបារម្ភរត់រកគ្រូពេទ្យជួយសង្គ្រោះទេក៏ប៉ុន្តែជំងឺ allergy ពេលខ្លះត្រូវតែបញ្ជូនទៅសង្គ្រោះបន្ទាន់ទើបអាចជៀសផុតពីមរណៈបាន allergy នៅលើស្បែកដែលគេជាប់ញឹកញាប់ជាងគេនិងមិនមានលក្ខណៈធ្ងន់ធ្ងរគឺកន្ទាលត្រអាកលោកអ្នកនាងប្រកាសជាធ្លាប់បានជួបឬក៏ធ្លាប់បានឃើញសមាជិកក្រុមគ្រួសារឬក៏មិត្តភ័ក្តិណាម្នាក់ដែលមានស្បែកឡើងក្រហមហើមដោយកន្លែងហើយរមាស់បន្ទាប់ពីបានបរិភោគគ្រឿងសមុទ្រត្រីឬក៏ផ្លែឈើនេះហើយជាអាការៈ allergy ដែលមិនមានលក្ខណៈធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភទេពីព្រោះយើងអាចបញ្ជៀសបញ្ហានេះបានដោយសាកល្បងនៅឲ្យឆ្ងាយឬក៏លែងបរិភោគចំណីអាហារនោះជាការស្រេច
ដើម្បីបំបត្តិរោគសញ្ញាកន្ទួលរមាស់ស្បែកឡើងក្រហមលោកអ្នកនាងក៏អាចប្រើពពួកថ្នាំ antihistaminic ឬបើប្រើថ្នាំនេះពុំសូវមានប្រសិទ្ធភាពគេអាចរកជំនួយអំពីសំណាក់ថ្នាំពពួក corticoid ក៏ប៉ុន្តែសូមមេត្តាប្រុងប្រយ័ត្នផងដែរពីព្រោះអាការៈកន្ទាលត្រអាកមិនមែនសុទ្ធតែជារោគសញ្ញារបស់ allergy ទាំងស្រុងនោះទេមានមូលហេតុផ្សេងទៀតដែលបង្កឲ្យកើតកន្ទាលត្រអាកឬក៏រមាស់នៅលើស្បែកដែរនោះគឺដោយសារតែមានមេរោគការប៉ះកកិតធាតុអាកាសក្តៅខ្លាំងឬកម្ដៅព្រះអាទិត្យឬក៏សម្លៀកបំពាក់តឹងរឹតរួចពេកឬក៏ដោយសារតែមានការប៉ះសត្វដង្កូវរមាស់ជាដើមពេលមាន allergy នឹងអ្វីមួយកន្ទាលត្រអាកនឹងស្ដែងឡើងភ្លាមមួយរំពេចស្បែកឡើងប៉ោងហើមនិងរមាស់ការហើមប៉ោងនេះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើវាកើតឡើងនៅត្រង់ចំណុចបំពង់កចន្លោះរវាងបំពង់ខ្យល់និងបំពង់អាហារពីព្រោះវាអាចនឹងរំខានដល់ការដកដង្ហើមម្យ៉ាងវិញទៀតវានឹងបណ្ដាលឲ្យសាច់ដុំកន្ត្រាក់ដោយមិនដឹងខ្លួនចេញទឹកមាត់ច្រាវដែលជាហេតុធ្វើឲ្យជនរងគ្រោះអាចស្លាក់ឆ្លក់លេបមិនទាន់ឬលេបចូលខុសផ្លូវចូលទៅតាមបំពង់ដង្ហើមជាដើមក្នុងករណីដ៏បន្ទាន់នឹងគ្រោះថ្នាក់នេះលោកអ្នកនាងត្រូវតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ឲ្យបានឆាប់រហ័សជាទីបំផុតទើបប្រសើរជំងឺហឺតភាគច្រើនគឺជាជំងឺអាឡែហ្ស៊ីនៅប្រទេសបារាំងជំងឺហឺតរបស់កុមារប្រមាណ 99% គឺជាជំងឺហឺតអាឡែហ្ស៊ីដូច្នេះបើកុមារនោះដកដង្ហើមស្រូបយកសារធាតុអាឡែហ្សែនចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួនកាលណាទងសួតរបស់កុមារនឹងកន្ត្រាក់ភ្លាមដែលជាហេតុធ្វើឲ្យកុមារមិនអាចដកដង្ហើមបានសូមប្រុងប្រយ័ត្នត្បិតករណីប្រតិកម្មបែបនេះមិនមែនជាប្រតិកម្មសាមញ្ញធម្មតាឡើយរហូតមកទល់បច្ចុប្បន្ននេះអាឡែហ្ស៊ីក៏ជាមូលហេតុសំខាន់មួយនៃការស្លាប់របស់កុមារដែរ